ប្រើប្រាស់ជំនាញប្រើប្រាស់ទេពកោសល្យបង្កើតឱកាសមានបងប្អូនម្ចាស់អាជីវកម្មជាច្រើនដែលគាត់កើតចេញពីចំណុចមួយដែលគាត់មានគឺជំនាញគឺគាត់ប្រើប្រាស់នៅអ្វីដែលគាត់ចេះខ្ញុំជឿថាភាគច្រើនសឹងតែ 90% មនុស្សគ្រប់គ្នាគឺយកជំនាញរបស់ខ្លួនឯងមកចាប់ផ្ដើមคลายវិវត្តទៅជាចំណង់ចំណូលចិត្តហើយធ្វើអានឹងទៅជាអាជីពឬក៏បំពេញកិច្ចការងារផ្សេងប៉ុន្តែបងប្អូនទាំងអស់គ្នាបើសិនជារកបានជំនាញដែលខ្លួនឯងមានចំណង់ហើយផលិតចេញជាសមត្ថភាពខ្លាំងទៀតបង្កើតឱកាសបានច្រើនហើយជួយមនុស្សបានច្រើនបំផុតថ្ងៃនេះខ្ញុំមានកូនសិស្សខ្ញុំម្នាក់ដែលគាត់អាចថាមានជំនាញសឹងថាមិនដឹងថាជំនាញអីគេទេគ្រាន់តែចាប់ផ្ដើមពីចំណូលចិត្តគាត់បន្តិចនៅក្នុងការដែលគាត់ចូលចិត្តញ៉ាំផ្លែឈើចូលចិត្តច្នៃផ្លែឈើចូលចិត្តរៀនគៀបផ្លែឈើឲ្យអ្នកផ្ទះញ៉ាំចូលចិត្តធ្វើទឹកនេះទឹកនោះដែលផ្សំចេញពីផ្លែឈើទៅឲ្យគេញ៉ាំហ្នឹងអាចចំណុចហ្នឹងក៏ជាចំណុចពិសេសរបស់គាត់ដែលក្នុងនាមជាគ្រូបង្វឹកយើងអាចឆ្កាស់គាត់បានហើយរកឲ្យឃើញថាអត្តពលធំបំផុតដែលនាំឲ្យគាត់ចង់ហ្នឹងគឺវាមកពីខាងក្នុងរបស់គាត់អត់ឬក៏គាត់តាមគេតាមឯងមនុស្សដែលធ្វើតែតាមគេឬក៏បញ្ជាពីគេខុសពីអ្វីដែលជាគាត់ព្រោះបើសិនជាគាត់ពិតប្រាកដគឺធ្វើដោយមិនបាច់គេប្រើធ្វើដោយមិនបាច់គេប្រាប់គាត់គឺធ្វើដោយអូតូហ្មងគឺចិត្តនឹងវាបញ្ជាឲ្យធ្វើហ្មងទាំងពេលខ្លះធ្វើអត់បានលុយទេចំណាយលុយខ្លួនឯងទៀតនៅក្នុងការរៀបចំផ្លែឈើចិត្តស្អាតយកទៅជូនយកទៅអីដល់ពេលអ្វីដែលទទួលបានគេអរគុណគេមានអារម្មណ៍ថាញ៉ាំទៅវាឆ្ងាញ់ការរៀបចំរបស់គាត់ស្អាតទៅធ្វើឲ្យគាត់កាន់តែមានថាមពលឡើងមកកម្រិតនៅក្នុងការធ្វើវាជាបទពិសោធន៍ជួបសិស្សអ្វីដែលខ្ញុំចង់ឲ្យគេរកឃើញខ្លួនឯងហើយទៅ start អាជីវកម្មព្រោះភាគច្រើនគាត់មករកខ្លួនឯងគាត់ចង់ធ្វើអីមួយអ្នកខ្លះគាត់ចង់ទៅរៀនអញ្ចឹងគាត់ start ពីអាមូលដ្ឋានគ្រឹះនឹងដូចគ្នាអ្នកខ្លះទៀតគាត់ចង់នៅក្នុងការធ្វើអាជីវកម្មហ្នឹងមិនថា small business គឺវាចាប់ផ្ដើមពីខ្ញុំឲ្យគាត់ឃើញអាបដូរគ្រាប់ពូជរបស់គាត់តតរកគ្រាប់ពូជនឹងជាចំណង់ចំណូលចិត្តឬក៏អ្នកខ្លះគេមានជំនាញហ្មងអញ្ចឹងអាចចំណង់ចំណូលចិត្តហើយអាចចំណេះហ្នឹងផលិតជាជំនាញបានហ្នឹងគឺវាជួយឲ្យយើងអាចដើរទៅលើគោលដៅរបស់យើងបានខ្ញុំនៅតែឲ្យបងប្អូនទាំងអស់គ្នាទៅជាយាមបង្កើតចំណេះឲ្យខ្លួនឯងបានច្រើនហើយអាចកើតជាជំនាញបានគេហៅថាអ្នកចេះ10មិនស្មើអ្នកប្រសពមួយបើសិនជាទៅជាមនុស្សប្រសពទៀតសឹងថាឲ្យតការងារហ្នឹងដាក់មកទៅជប់បានហ្មងអ្នកដែលគេត្រូវការឲ្យយើងជួយអីគឺគេរំភើបចិត្តហ្មងខ្ញុំភាកច្រើនឲ្យណាគេបកកាយធ្វើការអីឲ្យយល់ចិត្តខ្ញុំហៅគេថាចក្រវាលរបៀបថាចង់បានអីបានហ្នឹងហ្មងអញ្ចឹងជូនពរបងប្អូនទាំងអស់គ្នាខ្លាយជាចក្រវាលនៅលើចំណេះជំនាញរបស់ខ្លួនឯងរហូតដល់អ្នកអន្តេថាអូយមិនបាច់ភ័យរឿងហ្នឹងអ្នកហ្នឹងដូចចក្រវាលអញ្ចឹងជប់ឲ្យបានអរគុណច្រើន